ប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរសម័យអង្គរគឺជាសម័យកាលដ៏រុងរឿងបំផុតនៃប្រទេសកម្ពុជាដែលបានជះឥទ្ធិពលយ៉ាងខ្លាំងពាសពេញតំបន់អាស៊ីអាគ្នេយ៍ចាប់ពីសតវត្សទី9ដល់សតវត្សទី15ខាងក្រោមនេះគឺជាចំណុចសំខាន់នៃប្រវត្តិសាស្ត្រអាណាចក្រខ្មែរ 1. ការកើតអាណាចក្រឆ្នាំ802អាណាចក្រខ្មែរត្រូវបានចាប់ផ្ដើមឡើងដោយព្រះបាទជ័យវរ្ម័នទី 2 នៅក្នុងឆ្នាំ802ព្រះអង្គបានធ្វើពិធីសក្ការៈនៅលើភ្នំគូលែនដើម្បីប្រកាសឯករាជ្យពីការត្រួតត្រារបស់ជ្វានិងបានតាំងខ្លួនជាទេវរាជគឺស្ដេចអាទិទេពនេះជាចំណុចចាប់ផ្ដើមនៃសម័យអង្គរ 2. សម័យការរីកចម្រើននិងការកសាងប្រាសាទក្នុងសម័យនោះអាណាចក្រខ្មែរមានការរីកចម្រើនខ្លាំងលើផ្នែកប្រព័ន្ធធារាសាស្ត្របារាយណ៍ដែលអនុញ្ញាតឲ្យធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំស្ដេចដែលលេចធ្លោជាងគេមានព្រះបាទសូរអៅវរ្ម័នទី 2 1113-1150 ព្រះអង្គជាអ្នកសាងប្រាសាទអង្គរវត្តដែលជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោកនិងបានពង្រីកទឹកដីខ្មែរឲ្យធំទូលាយបំផុតព្រះបាទជ័យវរ្ម័នទី 7 1181-1218ព្រះអង្គជាស្ដេចដ៏ខ្លាំងពូកែបំផុតដែលបានរំដោះប្រទេសពីចាមនិងបានកសាងប្រាសាទបាយ័នព្រមទាំងមន្ទីរពេទ្យនិងសាលាសំណាក់ជាច្រើនក្នុងរជ្ជកាលរបស់ព្រះអង្គខ្មែរបានប្តូរមកកាន់ព្រះពុទ្ធសាសនាមហាយាន 3. អរិយធម៌និងសង្គមជំនឿសាសនាខ្មែរដំបូងឡើយគោរពព្រហ្មញ្ញសាសនាគោរពព្រះសិវៈនិងព្រះវិស្ណុបន្ទាប់មកទើបប្តូរមកព្រះពុទ្ធសាសនាវិស្វកម្មការចេះគ្រប់គ្រងទឹកបារាយណ៍គឺជាបេះដូងនៃសេដ្ឋកិច្ចដែលធ្វើឲ្យអាណាចក្រមានស្បៀងអាហារហូរហៀរឥទ្ធិពលនៅសម័យនោះទឹកដីខ្មែរលាតសន្ធឹងគ្របដណ្ដប់លើប្រទេសថៃឡាវវៀតណាមខាងត្បូងនិងផ្នែកខ្លះនៃប្រទេសភូមាសព្វថ្ងៃ 4. ការធ្លាក់ចុះនៃអាណាចក្រមានមូលហេតុជាច្រើនដែលនាំឲ្យអាណាចក្រខ្មែរចុះខ្សោយសង្គ្រាមការវាយលុកជារឿយពីសំណាក់អាណាចក្រអយុធ្យាសៀមបរិស្ថានការប្រែប្រួលអាកាសធាតុនិងការខូចខាតប្រព័ន្ធធារាសាស្ត្រការផ្លាស់ប្ដូរសាសនាការងាកមកកាន់ព្រះពុទ្ធសាសនាថេរវាទដែលធ្វើឲ្យឥទ្ធិពលនៃទេវរាជចុះខ្សោយការផ្លាស់ប្ដូររាជធានីនៅឆ្នាំ1431បន្ទាប់ពីសៀមវាយលុកអង្គរខ្មែរបានសម្រេចចិត្តបោះបង់ចោលក្រុងអង្គរហើយផ្លាស់រាជធានីមកតំបន់ទន្លិចទៅមុខភ្នំពេញដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មដើមទឹកព្រះបាទសូរអៅវរ្ម័នទី 2 1113-1150 ព្រះបាទសូរអៅវរ្ម័នទី 2 គឺជាមហាក្សត្រអង្គទី17នៃអាណាចក្រអង្គរព្រះអង្គត្រូវបានគេស្គាល់ថាជាព្រះមហាក្សត្រអ្នកឈ្នះសង្គ្រាមគឺនឹងជាគោស្ថាបត្យករដ៏កំពូលដែលបាននាំអាណាចក្រខ្មែរឲ្យឡើងដល់កំពូលនៃអំណាច 1. ការឡើងគ្រងរាជ្យនិងការបង្រួបបង្រួមជាតិព្រះបាទសូរអៅវរ្ម័នទី 2 បានឡើងគ្រងរាជ្យនៅឆ្នាំ1113បន្ទាប់ពីបានធ្វើគុតព្រះបាទធរណេន្ទ្រវរ្ម័នទី 1ដែលត្រូវជាព្រះបិតុលាឬអ៊ុំរបស់ព្រះអង្គទោះបីជាការឡើងគ្រងរាជ្យមានភាពចលាចលបន្តិចបន្តួចប៉ុន្តែព្រះអង្គបានខិតខំបង្រួបបង្រួមអាណាចក្រខ្មែរដែលកំពុងបែកបាក់ឲ្យមានឯកភាពឡើងវិញយ៉ាងឆាប់រហ័ស 2. ការពង្រីកទឹកដីនិងអំណាចយោធាក្នុងរជ្ជកាលរបស់ព្រះអង្គអាណាចក្រខ្មែរមានផ្ទៃដីធំទូលាយបំផុតទិសខាងកើតវាយលុកដល់ប្រទេសចម្ប៉ាវៀតណាមកណ្ដាលសព្វថ្ងៃទិសខាងលិចគ្រប់គ្រងដល់តំបន់ទន្លេមេណាមប្រទេសថៃសព្វថ្ងៃរហូតដល់ព្រំប្រទល់ប្រទេសភូមាទិសខាងត្បូងគ្រប់គ្រងដល់ឧបទ្វីបម៉ាឡេទិសខាងជើងឥទ្ធិពលរីកសាយរហូតដល់ភាគខាងត្បូងប្រទេសឡាវ 3. ការកសាងប្រាសាទអង្គរវត្តស្នាព្រះហស្ថដុំហិមាស្នាព្រះហស្ថដ៏ធំបំផុតដែលធ្វើឲ្យពិភពលោកស្គាល់ព្រះអង្គគឺប្រាសាទអង្គរវត្តគោលបំណងកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនាដែលខុសពីមហាក្សត្រមុនដែលច្រើនតែឧទ្ទិសថ្វាយព្រះសិវៈអត្ថន័យប្រាសាទនេះតំណាងឲ្យភ្នំព្រះសុមេរុដែលជាមជ្ឈមណ្ឌលនៃចក្រវាឡស្ថាបត្យកម្មជាសំណង់ថ្មភក់ដ៏ធំបំផុតដែលប្រើប្រាស់កម្លាំងពលកម្មរាប់ម៉ឺននាក់និងបច្ចេកទេសវិស្វកម្មខ្ពស់បំផុតក្នុងការដឹកជញ្ជូនធំពីភ្នំគូលែន 4. ទំនាក់ទំនងអន្តរជាតិព្រះអង្គគឺជាមហាក្សត្រខ្មែរដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយរាជវង្សសុង Dynasty នៃប្រទេសចិនតាមកំណត់ត្រាចិនព្រះអង្គត្រូវបានគេប្រសិទ្ធនាមថាជាមហាក្សត្រដែលមានឥទ្ធិពលនិងមានមាសប្រាក់ហូរហៀរ 5. ជំនឿសាសនាផ្ទុយពីមហាក្សត្រមុនដែលនិយមសាសនាព្រះសិវៈសិវនិយមព្រះបាទសូរអៅវរ្ម័នទី 2 គឺជាអ្នកគោរពបូជាព្រះវិស្ណុវិស្ណុនិយមយ៉ាងខ្ជាប់ខ្ជួនហេតុនេះហើយបានជាប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចទិសនៃព្រះវិស្ណុនិងមានចម្លាក់រឿងរ៉ាវទាក់ទងនឹងព្រះវិស្ណុយ៉ាងច្រើន 6. ការសោយទីវង្គតព្រះបាទសូរអៅវរ្ម័នទី 2 បានសោយទីវង្គតនៅប្រហែលឆ្នាំ1150បន្ទាប់ពីយុទ្ធនាការសង្គ្រាមប្រឆាំងនឹងចម្ប៉ាក្រោយការសោយទីវង្គតព្រះអង្គទទួលបានព្រះបរមរាននាមថាបរមវិស្ណុលោក
ព្រះបាទជ័យវរ្ម័នទី7 1181-1218 ព្រះបាទជ័យវរ្ម័នទី7គឺជាមហាក្សត្រដ៏ឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរដែលបាននាំមកនូវសន្តិភាពការបង្រួបបង្រួមជាតិនិងការរីកចម្រើនលើផ្នែកសង្គមកិច្ចយ៉ាងសម្បើមបំផុត 1. ការរំដោះជាតិពីអាណានិគមចម្ប៉ាមុនពេលព្រះអង្គឡើងគ្រងរាជ្យនៅឆ្នាំ 1177 ទ័ពចម្ប៉ាបានវាយឆ្មក់ចូលតាមទន្លេមេគង្គនិងបឹងទន្លេសាបរួចបានដុតបំផ្លាញក្រុងអង្គរយ៉ាងដំណំព្រះបាទជ័យវរ្ម័នទី7ដែលកាលនោះជាព្រះអង្គម្ចាស់បានរៀបចំកម្លាំងទ័ពនិងវាយបកបណ្ដេញទ័ពចាមឲ្យចេញពីទឹកដីខ្មែរវិញនៅឆ្នាំ 1181 រួចក៏ឡើងគ្រងរាជ្យជាមហាក្សត្រ 2. ព្រះពុទ្ធសាសនានិងទស្សនវិជ្ជាដឹកនាំផ្ទុយពីមហាក្សត្រមុនដែលគោរពព្រហ្មញ្ញសាសនាព្រះអង្គគឺជាអ្នកគោរពព្រះពុទ្ធសាសនាមហាយានយ៉ាងខ្ជាប់ខ្ជួនព្រះអង្គមានទស្សនៈដឹកនាំដ៏ល្បីល្បាញមួយដែលមានចារក្នុងសាលាចារឹកថាទុក្ខសោករបស់រាស្ត្រគឺជាទុក្ខសោករបស់ព្រះអង្គមិនមែនទុក្ខសោកផ្ទាល់ខ្លួនព្រះអង្គទេដែលធ្វើឲ្យព្រះអង្គឈឺចាប់ក 3. ស្នាព្រះហស្ថផ្នែកសុខុមាលភាពសង្គមព្រះអង្គត្រូវបានគេចាត់ទុកថាជាគមហាក្សត្រអ្នកអសាងផ្លូវនិងមន្ទីរពេទ្យ មន្ទីរពេទ្យអារោគឲ្យសាលាព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន102កន្លែងទូទាំងអាណាចក្រដើម្បីព្យាបាលរាស្ត្រដោយឥតគិតថ្លៃសាលាសំណាក់ធម៌សាលាព្រះអង្គបានកសាងសាលាសំណាក់ចំនួន121កន្លែងតាមដងផ្លូវសំខាន់ដែលភ្ជាប់ពីក្រុងអង្គរទៅកាន់តំបន់ឆ្ងាយដើម្បីឲ្យអ្នកដំណើរមានកន្លែងសម្រាក 4. ស្ថាបត្យកម្មដ៏អស្ចារ្យព្រះអង្គបានកសាងរាជធានីថ្មីមួយឈ្មោះថាអង្គរធំដែលមានកំពែងព័ទ្ធជុំវិញយ៉ាងរឹងមាំប្រាសាទបាយ័នស្ថិតនៅចំកណ្ដាលក្រុងអង្គរធំដែលមានកំពូលចម្លាក់មុខព្រហ្មឬព្រះពោធិសត្វលោកេស្វរៈញឹមប្រកបដោយមេត្តាប្រាសាទតាព្រហ្មកសាងដើម្បីឧទ្ទិសថ្វាយព្រះមាតាប្រាសាទព្រះខ័នកសាងដើម្បីឧទ្ទិសថ្វាយព្រះបតាស្ពាននាគនិងក្លោងទ្វារអង្គរធំបង្ហាញពីអំណាចនិងសិល្បៈដ៏ល្អឯក 5. ព្រះគំហេសីដ៏មានប្រាជ្ញាក្នុងរជ្ជកាលព្រះអង្គមានស្ត្រីពីររូបដែលមានឥទ្ធិពលខ្លាំងគឺព្រះនាងជ័យរីទេវីនិងព្រះនាងឥន្ទ្រទេវីត្រូវជាបងស្រីព្រះនាងឥន្ទ្រទេវីគឺជាស្ត្រីដែលមានចំណេះដឹងខ្ពង់ខ្ពស់និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យនាដងកាលនោះ 6. សេចក្តីសន្និដ្ឋានព្រះបាទជ័យវរ្ម័នទី7បានធ្វើឲ្យអាណាចក្រខ្មែរមានសន្តិភាពពេញលេញនិងមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យក្រោយពេលព្រះអង្គសោយទីវង្គតព្រះអង្គទទួលបានព្រះបរមរាននាមថាដុមហាបរមសោយគត